ខ្ញុំយកកូនទៅធ្វើការនៅ office ជាមួយគ្នាតាំងពីអាយុ4ខែដល់អាយុ18ខែសូម្បីតែ field trip ទៅតាមខេត្តក៏ខ្ញុំយកគាត់ទៅជាមួយដែរចាំថាមានម្ដងនោះខ្ញុំចុះ3ខែជាប់គ្នា10ថ្ងៃជាមួយកូនតែពេលគាត់អាយុ18ខែខ្ញុំចាប់ផ្ដើមពិបាកធ្វើការព្រោះកូនចូលដល់វ័យដែលរពឹសខ្លាំងខ្ញុំទប់លែងជាប់ហើយខ្ញុំក៏គិតចង់ដាក់កូនចូលទៅរុក្ខឋានគ្រាន់តែគិតក៏ហូរទឹកភ្នែកមុនដែរមានសំណួរជាច្រើនចាក់ស្រេះក្នុងខួរក្បាលខ្ញុំបារម្ភថាពេលគ្មានម៉ាក់នៅជិតតើកូននឹងយំមិនទៅកូននឹកម៉ាក់មិនទៅហើយគេមើលថែកូនបានល្អដូចម៉ាក់មើលអត់តែពេលហ្នឹងខ្ញុំបានអានសៀវភៅមួយដែលគេប្រាប់ថាការភ័យខ្លាចពេលបែកពីឪពុកម្ដាយឬហៅថា separation anxiety គឺជារឿងធម្មតាទេវាមិនមែនជាសញ្ញាថាកូនខ្សោយឬក៏អត់ទាន់រឹងមាំនោះទេផ្ទុយទៅវិញវាជាសញ្ញាបង្ហាញថាកូនមានទំនាក់ទំនងផ្លូវចិត្តដ៏រឹងមាំជាមួយមនុស្សដែលគាត់ស្រឡាញ់ការយល់ដឹងមួយហ្នឹងបានផ្លាស់ប្ដូររបៀបដែលខ្ញុំមើលឃើញពេលកូនយំនិងតោងខ្ញុំស្អិតពេលទៅសាលាគោលដៅរបស់យើងមិនមែនធ្វើឲ្យកូនមិនយំសោះនោះទេគោលដៅគឺប្រកាសថាពេលយើងអត់នៅក្បែរគាត់នៅជាមួយមនុស្សដែលធ្វើឲ្យគាត់មានអារម្មណ៍ថាមានសុវត្ថិភាពកក់ក្ដៅនិងទទួលបានការយកចិត្តទុកដាក់ហើយរវាងការជួលម៉ែដោះនិងការដាក់កូនចូលទៅរុក្ខឋានគ្រួសារខ្ញុំសម្រេចថាជ្រើសរើសដាក់ទៅរុក្ខឋានគ្រួសារនីមួយៗអាចមានជម្រើសខុសៗគ្នាអាស្រ័យតាមស្ថានភាពរៀងខ្លួនតែសម្រាប់ខ្ញុំដោយសារខ្ញុំមើលឃើញថាដាក់កូនចូល daycare មានប្រយោជន៍ច្រើនណាស់ទី1កូនអាចរៀនបានច្រើនពីកុមារដទៃទៀតពួកគាត់អាចរៀនចែកម្លែករៀនរងចាំវេនរៀនទំនាក់ទំនងនិងរៀនរស់នៅជាមួយអ្នកដទៃទី2 daycare ដែលមានគុណភាពល្អមានប្រព័ន្ធនិងទម្លាប់ប្រចាំថ្ងៃច្បាស់លាស់មានសកម្មភាពដែលសមស្របតាមវ័យមានអ្នកមើលថែដែលទទួលបានការបណ្ដុះបណ្ដាលនិងបរិយាកាសដែលរៀបចំឡើងសម្រាប់កុមារតូចៗហើយចំណុចមួយទៀតសំខាន់ដែរសម្រាប់គ្រួសារខ្ញុំយើងដាក់ daycare ទៅយើងអស់លុយតិចជាងជួលម៉ែដោះប៉ុន្តែការរើស daycare ឲ្យកូននឹងមិនមែនជារឿងងាយស្រួលប្រហែលទេខ្ញុំមិនមែនជ្រើសរើសដោយមើលតែរូបភាពស្អាតឬក៏ឃើញការផ្សព្វផ្សាយតាក់ទាញទេខ្ញុំចាប់ផ្ដើមពីការសួរមិត្តភ័ក្តិនិងប៉ាម៉ាក់ដែលខ្ញុំទុកចិត្តខ្ញុំមើល Facebook page អាន review ហើយខ្ញុំ call ឬក៏ឆាតសួរគេបន្ទាប់មកខ្ញុំសតលីសបាន 4-5 សាលាហើយទៅមើលផ្ទាល់ហ្មងហើយពេលទៅមើលផ្ទាល់ខ្ញុំផ្ដោតលើចំណុចសំខាន់3ទី1គឺអនាម័យអាហារហើយនិងសុវត្ថិភាពខ្ញុំដើរឆាយគ្រប់កន្លែងមិនមែនតែបន្ទប់រៀននិងទីធ្លាលេងទេសូម្បីតែផ្ទះបាយនិងបន្ទប់ទឹកហើយខ្ញុំសុំមនុយគេមើលថាតើរាល់ថ្ងៃគេឲ្យកូនយើងញ៉ាំអាហារមិនខ្លះគេប្រើគ្រឿងទេសអីខ្លះចឹងណាហើយចំណុចទី2គឺកម្មវិធីសិក្សាសម្រាប់កុមារអាយុពី1ឆ្នាំដល់4ឆ្នាំហ្នឹងខ្ញុំឲ្យតម្លៃខ្ពស់ទៅលើការរៀនតាមរយៈការលេងដែលយើងហៅថា play based learning ជាជាងការផ្ដោតទៅលើការរៀនបែបអក្សរឬក៏រៀនគណិតវិទ្យាអីលឿនពេកព្រោះនៅវ័យនេះខ្ញុំចង់ឲ្យកូនលេងកូនស្វែងយល់សាកល្បងនិងអភិវឌ្ឍទំនុកចិត្តលើខ្លួនឯងហើយទី3ខ្ញុំផ្ដោតលើអ្នកមើលថែនិងគ្រូបង្រៀនសម្រាប់កុមារតូចៗខ្ញុំចង់បានគ្រូដែលគាត់យល់ពីការអភិវឌ្ឍផ្លូវចិត្តនិងអារម្មណ៍កុមារបើមានបទពិសោធន៍ឬក៏ការបណ្ដុះបណ្ដាលផ្នែក early childhood education psychology ឬក៏ counseling អីហ្នឹងគឺធ្វើឲ្យខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងព្រោះការមើលថែកុមារតូចៗមិនមែនគ្រាន់តែជាការបង្រៀនអក្សរទេវាគឺជាការយល់ពីអារម្មណ៍របស់ពួកគេផងដែរហើយខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថាវីដេអូមួយនេះមិនមែនជាការផ្សាយពាណិជ្ជកម្មសាលាទេខ្ញុំមិនមែនជាបុគ្គលល្បីឬក៏ influencer ដែលធ្វើ content ធ្វើ vlog ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មទេខ្ញុំគ្រាន់តែជាម្ដាយម្នាក់ដែលចង់ចែកម្លែកបទពិសោធន៍ពិតប្រាកដរបស់ខ្លួនដែលអាចជួយជាប្រយោជន៍ដល់ឪពុកម្ដាយនិងកុមារដទៃទៀតបន្ទាប់ពីទៅឆែកសាលាបាន 4-5 ម៉ោងខ្ញុំក៏សម្រេចចិត្តជ្រើសរើសសាលាមួយដែលខ្ញុំពេញចិត្តខ្លាំងជាងគេហើយដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុតមិនមែនជាអគារស្អាតឬការផ្សព្វផ្សាយទេប៉ុន្តែជាអារម្មណ៍ថាអ្នកធ្វើការនៅនឹងគឺគាត់ពិតជាយល់និងយកចិត្តទុកដាក់ចំពោះកុមារតូចៗក្នុងនាមជាឪពុកម្ដាយយកកូនទៅដាក់ daycare គឺដូចកំពុងផ្ញើបេះដូងនិងកែវភ្នែករបស់យើងឲ្យគេមើលជំនួសអញ្ចឹងហើយនៅពេលដែលយើងរកឃើញកន្លែងមួយដែលកូនយើងមានសុវត្ថិភាពទទួលបានការគោរពនិងការថែទាំល្អយើងទទួលបានអីមួយមកវិញគឺអារម្មណ៍ស្ងប់ចិត្តខ្ញុំអាចផ្ដោតអារម្មណ៍ធ្វើការបានពេញដៃពេញជើងហើយខ្ញុំមិនចាំបាច់តានតឹងថាត្រូវតែរើសមួយរវាងកូននិងការងារទេរើសបានទាំងពីរនៅពេលខ្ញុំធ្វើការកូនខ្ញុំក៏មិនមែនត្រូវបានទុកចោលឲ្យឯកាដែរកូនខ្ញុំក៏កំពុងលូតលាស់ដូចខ្ញុំដែរគ្រួសារនីមួយៗអាចមានជម្រើសខុសៗគ្នាហើយគ្មានជម្រើសណាដែលល្អសម្រាប់មនុស្សគ្រប់គ្នាទេប៉ុន្តែបើប៉ាម៉ាក់កំពុងស្វែងរក daycare សម្រាប់កូនខ្ញុំសង្ឃឹមថាចំណុច3នេះសុវត្ថិភាពកម្មវិធីសិក្សាហើយនិងគុណភាពអ្នកមើលថែនឹងអាចជួយជាមូលដ្ឋានក្នុងការសម្រេចចិត្តបានព្រោះថាការរើស daycare មិនមែនគ្រាន់តែរកបានកន្លែងមួយឲ្យកូនយើងនៅទេវាគឺជាការស្វែងរកកន្លែងមួយដែលបេះដូងរបស់យើងគឺអាចស្ងប់ចិត្តបាន